អត់ទេព្យុះសង្គ្រាមអើយអូយជួយផងព្យុះសង្គ្រាមបោកហើយដោយតែអ្នកទាំងអស់គ្នាបានឃើញអញ្ចឹងនេះគឺជាម៉ូដគ្រោះធម្មជាតិសម្រាប់គ្នាយើងណាដែលចូលចិត្តលេងម្នាក់ឯងគឺថាត្រូវតែម្ដងដាក់ម៉ូដនេះទៅហើយមកមានគ្នាកាន់តែសុបាយនៅក្នុងនឹងមានគ្រោះធម្មជាតិច្រើនខ្លាំងមែនតើដូចជាព្យុះព្រិលនេះមានអាកាសជួបអ្នកទាំងអស់គ្នាអាចដើរនៅក្នុងបៃអូមព្រិលបានដែលព្យុះទី2គឺជាព្យុះដីខ្សាច់ដែលព្យុះដីខ្សាច់នេះគឺវានៅក្នុងតំបន់ខ្សាច់ដែលអ្នកទាំងអស់គ្នាអាចទៅដើរ survival នៅក្នុងដីខ្សាច់បានតំបន់ដីខ្សាច់នោះអ្នកទាំងអស់គ្នានឹងអាចជួបព្យុះនៅមួយហ្នឹងហើយព្យុះទី3នេះគឺព្យុះផ្ទះដែលព្យុះនេះគឺវាអាចមានផ្ទះមានអីហើយផ្ទះហ្នឹងគឺសាហាវខ្លាំងមែនតើដែលវាអាចស្លាប់យើងបានណាដែលអ្នកទាំងអស់គ្នាអាចមើលជាមួយនឹងដើមឈើនេះបានដែលត្រូវផ្ទះគឺថាខ្មៅញញខ្មៅបាត់ហើយដើមឈើហ្នឹងខ្ញុំជ្រកមិញហ្នឹងឥឡូវគឺថាខ្មៅញញបាត់ហើយគ្រោះទី4នេះគឺជាគ្រោះភ្លៀងនេះចម្លែកខ្លាំងមែនតើអ្នកទាំងអស់គ្នាអាចមើលបានហើយពេលដែលយើងត្រូវបោវាគឺថាប៉ះពាល់ឈាមរបស់យើងអ្នកទាំងអស់គ្នាអាចមើលសាច់បានគឺថាងាប់តែម្ដងខ្ញុំមិនដឹងថាភ្លៀងនេះវានៅតំបន់ណាទេតែអាកាសជួបវាប្រហែលជាមានគ្រោះទី5នេះគឺជាគ្រោះរំជួយដីដែលគ្រោះរំជួយដីនេះគឺសាហាវខ្លាំងមែនតើដែលវាអាចកំទេចដីបានហើយបើចំយើងគឺថាយើងអាចធ្លាក់បាក់កស្លាប់តែម្ដងគ្នាយើងអាចមើលលទ្ធផលដែលគ្រោះរំជួយដីនេះបានគឺថាខ្ទេចខ្ទីតែម្ដងខ្ទេចអត់ដល់1វ៉ឺទេគ្រាន់តែវាខ្ទេចមួយកន្លែងវារំជួយនឹងឯងចូលមកកាន់គ្រោះទី6គឺជាគ្រោះខ្យល់ព្យុះដែលគ្រោះខ្យល់ព្យុះនេះអ្នកទាំងអស់គ្នាអាចមើលបានគឺថាសាហាវខ្លាំងមែនតើដែលវាអាចបក់បោកផ្ទះរបស់យើងបានណាបើសិនជាអ្នកទាំងអស់គ្នានៅក្នុងផ្ទះក៏វាអាចបក់បោកដែរដែលវាចំតំបន់ដែលយើងនៅគឺថាវាខ្ទេចខ្ទីតែម្ដងអ្នកទាំងអស់គ្នាអាចមើលបានចូលមកកាន់គ្រោះចុងបញ្ចប់នេះគឺថាសាហាវខ្លាំងមែនតើខ្ញុំគិតថាវាអាក្រក់ក្រីណាតែវាគឺថាអាចធ្លាក់មកគឺថាចំផ្ទះរបស់យើងគឺខ្ទេចតែម្ដងមិនងុំទេខ្ទេចហ្នឹងគឺថាឆេះខ្ទេចខ្ទីហ្មងនិយាយរួមទៅម៉ូដថ្ងៃហ្នឹងមានប៉ុណ្ណឹងកុំភ្លេច follow ម្នាក់មួយផងដើម្បីទទួលបានម៉ូដថ្មី link ខ្ញុំដាក់នៅក្នុង channel Telegram របស់ខ្ញុំហើយ